ថាវិការជាង38 លានរៀលជាឥណទានខ្នាតធំសម្រាប់ជួសជុលនិងសាងសង់ផ្ទះថ្មីបានប្រកល់ដល់បណ្ដាញសុខដុមរមនាសហគមន៍ខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះនៅទីតាំងសហគមន៍ដីថ្មីឃ្លាំងលើស្ថិតនៅសង្កាត់លេខ 1 ក្រុងព្រះសីហនុថាវិការនេះជាឥណទានរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅថាអាកាផ្ដល់តាមរយៈមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញដែលគម្រោងនេះធ្វើឡើងស្របគ្នាទៅនឹងទិសដៅលំនៅឋានពិភពលោកប្រចាំឆ្នាំ2012ក្រោមប្រធានបទបម្រែបម្រួលទីក្រុងឱកាសអភិវឌ្ឍសហគមន៍ដីថ្មីឃ្លាំងលើជាសហគមន៍ទើបនឹងកើតថ្មីពីឆ្នាំ2011មានសមាជិកចំនួន31គ្រួសាររស់នៅលើដីសម្បត្តិរបស់សាលាខេត្តព្រះសីហនុដែលក្នុងមួយគ្រួសារទទួលបានដីទំហំ7 ម៉ែត្រគុណ15 ម៉ែត្របំពាក់ដោយបង្គន់អនាម័យអណ្ដូងទឹកផ្លូវគ្រោះក្រហមនិងប្រព័ន្ធអគ្គិសនីរបស់រដ្ឋតែមកដល់ពេលនេះមានប្រជាពលរដ្ឋតែចំនួន17គ្រួសារប៉ុណ្ណោះបានមករស់នៅអចិន្ត្រៃយ៍ខ្លះមកស្នាក់នៅម្ដងម្កាលនិងខ្លះមិនទាន់បានសាងសង់លំនៅឋាននៅឡើយទេដោយបញ្ហាកង្វះខាតថវិកាផ្ដើមចេញពីនេះបណ្ដាញសុខដុមរមនាសហគមន៍ខេត្តព្រះសីហនុបានលើកសំណើទៅម្ចាស់មូលនិធិហើយក៏ទទួលបានឥណទានទាំងនេះមកប្រាស្រ័យក្នុងនោះសាងសង់ផ្ទះថ្មីចំនួន3ខ្នងតាក់តែងគម្រោងប្លង់ដោយក្រុមនិស្សិតស្ម័គ្រចិត្តនៃបណ្ដាញស្ថាបត្យករសហគមន៍និងជួសជុលកែលម្អផ្ទះចាស់ចំនួន7ខ្នងផងដែរឯកឧត្តមជេវកំហេងអភិបាលរងខេត្តព្រះសីហនុបានកោតសរសើរចំពោះចំណាត់ការរបស់គណៈកម្មការបណ្ដាញសហគមន៍ខេត្តដែលមានឆន្ទៈជួយដោះស្រាយសុវត្ថិភាពផ្នែកលំនៅឋានដល់ជនក្រីក្រឯកឧត្តមបញ្ជាក់ថារាល់គម្រោងអភិវឌ្ឍទាំងឡាយមិនថាផ្លូវរថភ្លើងឬផ្លូវក្នុងក្រុងនោះទេតែជួបផលប៉ះពាល់មិនលែងឡើយហើយការដោះស្រាយបងប្អូនក៏ទទួលបានសំណងសមរម្យដែរគ្រាន់តែនៅទីនេះឆ្ងាយពីមុខរបរបន្តិចតែប្រសើរជាងការរស់នៅក្នុងតំបន់សំណង់មិនរៀបរយឯកឧត្តមអភិបាលរងបានផ្ដាំផ្ញើដល់គណៈកម្មការបណ្ដាញសហគមន៍ខេត្តត្រូវចាត់ចែងប្រើប្រាស់ថវិកាឥណទាននេះឲ្យចំគោលដៅតាមសំណើរបស់សមាជិកសហគមន៍និងខិតខំសន្សំប្រាក់សងរំលោះទៅម្ចាស់មូលនិធិវិញឲ្យគ្រប់ចំនួនតាមការកំណត់ដើម្បីបង្វែរថវិកានេះទៅសមាជិកសហគមន៍ថ្មីៗទៀតដែលត្រូវការសង់ផ្ទះថ្មីដូចយើងដែរ